nhom thập đam thót và tao bên nhom thót rút nhom năng thưa cả ưu tiên họ cắt video bằng mưa ta chẳng là dương chơi cái lại bút tông thót nó vì năng load lệch ở dương chập đam start đây ta bởi vì mối action ផលប៉ះពាល់ធ្ងន់ធ្ងរទាំង7យ៉ាងនៃការប្រើប្រាស់ទូរស័ព្ទដៃជាការពិតណាស់ទូរស័ព្ទដៃពិតជាអាចជួយសម្រួលដល់ការងារមនុស្សយើងបានច្រើនមែនទែនឃើញអត់អញ្ចឹងវីដេអូយើងស្អាតឬយើង play ស្អាតមើលផលប៉ះពាល់ធ្ងន់ធ្ងរទាំង7យ៉ាងនៃការប្រើប្រាស់ទូរស័ព្ទដៃជាការពិតណាស់ទូរស័ព្ទដៃពិតជាអាចជួយសម្រួលដល់ការងារមនុស្សយើងបានច្រើនមែនទែនអូខេសួស្តីបងនេះឥឡូវខ្ញុំតេស្ត microphone ណាទី1microphone នេះខ្ញុំប្រើអានេះហើយយើងត្រូវដោតឲ្យត្រូវរុនវាសិន microphone ហើយកាសដាក់ស្ដាប់នៅវិជាថាសលេងយើងស្ដាប់ចូលនៅលូថតអឡូនេះខ្ញុំដាក់លើ computer record screen មួយទៀតឲ្យបងមើលអញ្ចឹងអានេះបើសិនវាចូលយើងស្ដាប់ទៅវាលឺហើយអញ្ចឹងរបស់ខ្ញុំគឺខ្ញុំសេរីមានកន្លែងសេរី echo ចុចនេះមកអឡូចឹងគេអាចសេរី echo តាមហ្នឹងទៅស្រួយ3 2 1អូខេ3 2 1 action 3 2 1 action អឡូចឹងសលេងហ្នឹងគឺយើងអត់យកទេអឡូនេះគឺជាសំឡេងដែលឮច្បាស់យើងថតទៅយើងបើកមកឮច្បាស់ល្អនេះបើអស់មកបើកប់មក volume វាចឹងតើបងយល់ពីរបៀបសេរីហើយដោតឲ្យវាចូលទៅក្នុងម៉ាស៊ីនរបស់យើងនេះហើយនេះខ្ញុំដោតជាមួយ computer ចឹងបើសិនបងដោតជាមួយទូរស័ព្ទក៏ដោយបងត្រូវតែដោតកាសដើម្បីស្ដាប់មើលថាវាលឺចូលខ្ជាយើងអត់ណាហ្នឹងហើយទី1ចឹងនៅពេលបងស្ដាប់លឺហើយគឺបងអាច record សំឡេងបានហើយចឹងយើងនិយាយទៅចឹងរបៀប record ខ្ញុំនឹងបង្ហាញបន្តិចទៀតខ្ញុំ record បែបម៉េចណាអូខេសួស្តីបងឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំប្រើ iPad ដើម្បីថតណាហ្នឹងហើយមួយទៀតខ្ញុំមានភ្លើងបន្តិចនេះខ្ញុំចងញ៉ៃបងមើលដោយសារខ្ញុំមិនបានរៀបជាស្តង់ដារទេខ្ញុំគ្រាន់បង្ហាញដើម្បីបងមើលនៅលើ iPad ដំណាក់កាលទី1មុនបងថតវីដេអូបងត្រូវដោតដោយ microphone ចូលសិនអានេះខ្ញុំប្រើ microphone Bluetooth ខ្ញុំអត់ប្រើ mic នេះទេដោយសារតែវាអត់មានរុនសម្រាប់ដោតចូល iPad បានតែ computer ទេអញ្ចឹងសន្មតថាកន្លែងនេះគឺបងដោតដោយ microphone បងហើយធ្វើម៉េចឲ្យចូលសំឡេងដែលខ្ញុំធ្វើវីដេអូខាងដើមមិញហ្នឹងធ្វើម៉េចឲ្យចូលសំឡេងទៅក្នុងហ្នឹងសិនអញ្ចឹងណាជាហ៊ានបន្ទាប់បងត្រូវមាន script បើសិនជាបងធ្វើវីដេអូវែងនេះខ្ញុំមានធ្វើវីដេអូវែងអញ្ចឹងខ្ញុំមាន script របស់ខ្ញុំណាអញ្ចឹង script របស់ខ្ញុំគឺវាវែងអញ្ចឹងយើង select ទាំងអស់មក copy វាមកអញ្ចឹងឥឡូវខ្ញុំចូល record screen ឲ្យបងមើលមកនៅក្នុង iPad អញ្ចឹងបងមើលនៅក្នុង iPad បើខ្ញុំដូចតែក្នុងទូរស័ព្ទដូចគ្នាអញ្ចឹងយើងចូលទៅអីខ្លះអញ្ចឹងខ្ញុំអនុវត្តឲ្យបងមើលលើកញ្ចក់ហ្មងស្រួលអូខេឥឡូវបងចូលមកអេក្រង់ទូរស័ព្ទ iPad ក៏ដោយទូរស័ព្ទក៏ដោយបងអាចចូលមកទី1បងដូចខ្ញុំនិយាយអញ្ចឹងបើសិនបងថតវីដេអូវែងត្រូវមាន script តែបើអត់ទេបងនិយាយតាមអ្វីដែលបងនឹកឃើញទៅអញ្ចឹងបង copy note របស់បងហ្នឹងយកមកថតនៅក្នុងកម្មវិធី CapCut អញ្ចឹងយើងចូលកម្មវិធី CapCut មកអាហ្នឹងបើសិនជាបងមានកម្មវិធី CapCut Pro ណាទៅប្រើបានកន្លែង prompter នេះអញ្ចឹងនេះកន្លែង prompter នេះវាអត់ឃើញទេបងចុចសញ្ញាព្រួយនៅលើជាងមកចុចកន្លែង prompter នេះមកនេះអញ្ចឹងចុច prompter មកវានឹងចេញអក្សរបែបនេះអញ្ចឹងបងចុចកន្លែងរូបប៊ិចនេះមួយមករួចហើយខ្ញុំធ្វើការ select all ហើយខ្ញុំ delete ចោលសិនហើយខ្ញុំផាសអក្សរដែលខ្ញុំ copy មិញហ្នឹងផាសចូលមកនេះអញ្ចឹងបន្ទាប់មកយើងចុច apply នៅកែខាងលើនេះមកអញ្ចឹងអក្សរវានឹង load មកនេះអញ្ចឹងអក្សរហ្នឹងអញ្ចឹងយើងអាចចូលកន្លែងសញ្ញា setting នេះដើម្បីធ្វើការកំណត់ speed វាបានវាដើរលឿនឬក៏យឺតយើងអាចមើលវាបានណាដល់តែខ្ញុំដាក់យឺតអញ្ចឹងទៅនេះដាក់ត្រឹម15អញ្ចឹងមកហ្នឹងហើយនេះយើងអាចទាញដាក់ត្រង់ណាក៏បានហើយយើងស្រួលមើលនេះចុចសញ្ញា4ជ្រុងនេះមកយើងស្រួលមើលណាស្រួលអានហ្នឹងហើយអញ្ចឹងសេរីទូរស័ព្ទធ្វើម៉េចឲ្យអេក្រង់ចំស្អាតមកតែដោយសារខ្ញុំប្រើ iPad នេះវាអត់មានអីកលវាអត់មានជើងបងអញ្ចឹងខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យយល់ទេខ្ញុំមិនបានរៀបចំឲ្យស្អាតបាទទេខ្ញុំគ្រាន់ឧទាហរណ៍ទេព្រោះបងប្រើលើទូរស័ព្ទពេលខ្ញុំថតមែនតើខ្ញុំថតប្រើកាមេរ៉ាឬក៏ខ្ញុំប្រើទូរស័ព្ទដែរប៉ុន្តែខ្ញុំជាយាមរកជើងខ្ញុំដាក់អញ្ចឹងណានេះដាក់ជើងអញ្ចឹងមកដាក់ជើងអញ្ចឹងមកឲ្យឃើញស្អាតអញ្ចឹងមកណា
hayប្រើភ្លើងតិចមកនេះខ្ញុំវាស្ទើរភ្លើងហើយណាមួយ iPad របស់ខ្ញុំក៏មិនសូវជាច្បាស់អីហ្មងដែរហ្នឹងតើតើការប្រើលើ iPad ហ្នឹងអក្សររត់នេះអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើម start record គឺយើងកំណត់នាទីនេះខ្ញុំមានពុំមួយ60 second នេះ60វិនាទីមានថា1នាទី3នាទីអញ្ចឹងយើងថតវីដេអូនោះ1នាទីអញ្ចឹងណាអញ្ចឹងបងអាចកំណត់បានតែបើ one shot នេះបងអាចថតវីដេអូកំណត់ថតទៅរហូតហ្មងក៏បានដែរនេះបងចុច select one shot ឬក៏ multi នេះយើងអាច select ម្ដងប៉ុណ្ណឹងក៏បានដែរឥឡូវខ្ញុំយក one shot ដើម្បីធ្វើការថតអញ្ចឹងនៅពេលបងថតបងមើល script បដើនៅលើអេក្រង់ហ្នឹងទៅហើយភ្នែកបងត្រូវសម្លឹងទៅកាមេរ៉ាបដើហើយយើងដៀងមើល script យើងតិចទៅដោយសារនេះខ្ញុំទាញ script ហ្នឹងឲ្យខិតលើឲ្យវាស្រួលអានអញ្ចឹងណាអញ្ចឹងយើងដាក់អញ្ចឹងមកយើងអានអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំចាប់ដើមថតហើយខ្ញុំថប់ដើមថតបន្ទាប់ពីខ្ញុំថតរួចខ្ញុំនឹងធ្វើការឧទាហរណ៍កាត់វីដេអូឲ្យបងមើលតោះអញ្ចឹងឥឡូវយើងចុចកន្លែងប៊ូតុងថតហ្នឹងវានឹង load លេខឲ្យយើងចាប់ដើម start ហើយតោះ3 2 1 action ផលប៉ះពាល់ធ្ងន់ធ្ងរទាំង7យ៉ាងនៃការប្រើប្រាស់ទូរស័ព្ទដៃជាការពិតណាស់ទូរស័ព្ទដៃពិតជាអាចជួយសម្រួលដល់ការងារមនុស្សយើងបានច្រើនមែនទែនឧទាហរណ៍ខុសណាពិតជាអាចជួយសម្រួលការងារមនុស្សយើងបានច្រើនខ្លាំងមែនទែនផ្ទុយទៅវិញបើយើងប្រើប្រាស់វាមិនបានត្រឹមត្រូវនោះវាក៏អាចនាំផលប៉ះពាល់ដល់យើងជាច្រើនផងដែរទាំងនេះគឺជាផលប៉ះពាល់មួយចំនួនខុសសារថ្មីទាំងនេះគឺជាផលប៉ះពាល់មួយចំនួនដែលអាចទាំងនេះគឺជាផលប៉ះពាល់មួយចំនួនដែលអ្នកត្រូវដឹងនិងការពារកុំឲ្យមានវិបត្តិសារីទៅថ្ងៃក្រោយអូខេខ្ញុំឧទាហរណ៍ប៉ុណ្ណឹងណាឥឡូវខ្ញុំចុចបិទសិនអញ្ចឹងវីដេអូយើងថតតចប់ទៅខុសអីយើងអាចនិយាយសារថ្មីបានហើយចាំយើងកាត់ចោលតាមក្រោយអញ្ចឹងយើងចុចស្គប់មកផលប៉ះពាល់ធ្ងន់ធ្ងរទាំង7យ៉ាងនៃការប្រើប្រាស់ទូរស័ព្ទដៃច្រើនមែនទែនតោះមកយើង save មករួចហើយយើងអត់ share ទៅ TikTok ទេយើងចុចដានខាងលើនេះមកអូខេអញ្ចឹងនៅពេលយើងចុចដានបងអាចចូលមកកាត់តបានចូលមកកាត់តយើងចូលកន្លែង new project មករួចហើយយើង select វីដេអូដែលយើងបានថតមិញហ្នឹងយើង add ចូលមកនេះផលប៉ះពាល់ធ្ងន់ធ្ងរទាំង7យ៉ាងនៃការអញ្ចឹងវាអត់មាន load អក្សរមកទេណាអញ្ចឹងយើងសេរីពណ៌សេរីបន្លឺធ្វើការកាត់តឲ្យបានត្រឹមត្រូវទៅកន្លែងណាខុសយើងកាត់ចោលទៅនេះអាហ្នឹងបងដឹងហើយរបៀបកាត់តកាត់ឲ្យត្រូវសិនមកបន្ទាប់មកជំហានបន្ទាប់នេះឧទាហរណ៍ថាយើងកែបន្លឺកែមុខកែមាត់តិចតួចចឹងទៅ retouch មុខ retouch អីតិចទៅណាខ្ញុំដាក់អូតូទេខ្ញុំកែសាច់មុខតិចឲ្យវាបាត់ស្នាមមុនហើយដាក់អានេះឲ្យលឿងសតិចមកអាហ្នឹងអាស្រ័យលើយើងបច្ចេកទេសនៃការសេរីរបស់យើងណាខ្ញុំគ្រាន់តែឧទាហរណ៍ត្រួសទេបងអាចទៅរៀនបន្ថែមខ្លួនឯងកន្លែងហ្នឹងសារកុំឲ្យវីដេអូវែងពេកហើយវីដេអូនេះខ្ញុំអត់បានផុសជាសាធារណៈទេខ្ញុំធ្វើសម្រាប់តែបងមួយទេដើម្បីបងមើលតែបើសិនជាចង់ចែកម្លែកបងប្អូនយើងណាមើលទៀតក៏បានអត់អីទេសារខ្ញុំអត់បានធ្វើជាក្បួនខ្នាតអីធំត្រូវទេថតយកតែម្ដងនេះ color ខ្ញុំដាក់ auto adjust អញ្ចឹងទៅឃើញពលឺយ៉ាងស្អាតជាងមុនតិចណាអញ្ចឹងយកតែប៉ុណ្្នឹងមកបានហើយណាឧទាហរណ៍ថាវីដេអូនេះខ្ញុំកាត់ត្រឹមត្រូវអស់ហើយអញ្ចឹងយើងចង់ដាក់វីដេអូបន្ទាប់ដាក់ពីលើណាឧទាហរណ៍យើងដាក់ពីលើយើងឆយមកក្រោយវិញមកយើងចូល overlay តទៅមកយើងយកវីដេអូផ្សេងយកមកដាក់ឧទាហរណ៍ថាវីដេអូណាមួយជាវីដេអូគំរូរបស់យើងចឹងចោះឧទាហរណ៍ខ្ញុំយកវីដេអូនេះជាវីដេអូគំរូហើយយើងយកដាក់ពីលើមក zoom វាធំមកនេះហើយវីដេអូយើងនៅខាងក្រោមអញ្ចឹងយើងទាញតម្លាក់មកក្រោមប៉ុណ្នេះមកឲ្យធ្វើម៉េចមើលទៅសមតោះនេះហ្នឹងហើយបើសិនជាអានេះមើលទៅឃើញជាប់ផ្ទាំងពណ៌ខ្មៅនេះអត់ស្អាតយើងអាចក្របវាបាននេះយកពាក្យ transform ហើយយកពាក្យក្របនេះមកនេះក្របវាឡើងលើមកហ្នឹងហើយអញ្ចឹងមកក៏បានដែរតោះមកចុច tick អញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺយើង zoom វាមកល្មមស្អាតមកឧទាហរណ៍ហ្នឹងវីដេអូដាក់ខាងលើតែបើសិនជាបងចង់ឲ្យឃើញស្អាតជាងហ្នឹងនេះហើយវីដេអូទី2ហ្នឹងវាអាចមានសលេងអញ្ចឹងយើងត្រូវបិទសលេងវាចោលបើសិនយើងយកសំឡេងយើងណាយើងត្រូវបិទសលេងអាវីដេអូទី2ហ្នឹងចោលទៅអញ្ចឹងបិទសលេងយើង select លើអាវីដេអូទី2ហ្នឹងសិនណាបានវាចេញកន្លែង volume នេះហើយយើងទាញបិទអស់មកផលអញ្ចឹងគឺវាឃើញវីដេអូចឹងហើយនេះហើយបើយើងចង់ឲ្យស្អាតជាងហ្នឹងទៀតយើងប្រើម៉ាស់ដើម្បីឃើញព្រាលយើងអាចប្រើម៉ាស់បានអញ្ចឹងណាបើសិនខ្ញុំចង់ប្រើម៉ាស់ខ្ញុំដាក់វីដេអូនេះមកក្រោមហើយខ្ញុំដាក់វីដេអូខ្ញុំទៅលើវិញអញ្ចឹងណា
video ទៅលើវិញហើយយើងប្រើម៉ាស់តាមក្រោយចុច select video ទី2វីដេអូទី1វីដេអូខ្លួនយើងទាញឲ្យមើលវិញមកសំមកហើយវីដេអូទី2វីដេអូគេហ្នឹងហើយយើងប្រើម៉ាស់នេះអូមក select លើវីដេអូទី2នេះសិនបន្ទាប់មកយើងចុចម៉ាស់ហើយយើងយកពាក្យ horizontal ទី1នេះមកបន្ទាប់មកយើងបវលយកដៃបវលម៉ាស់ហ្នឹងឲ្យបានជុំចុចនេះក៏បាននេះចុចសញ្ញានេះមកយកពាក្យ rotate នេះមកនេះ rotate នេះទាញវាឲ្យបានមកជុំមកហើយទាញខិតមកលើបន្តិចខិតដល់តាមនេះរួចហើយខ្ញុំចុច filter នេះមកយើងទាញមកនេះឃើញ fade មកឃើញឃើញ fade មក fade ទេ fade ចឹងទៅតែមុនហ្នឹងខ្ញុំក្រប់ទៅខាងក្រោមឯងឥឡូវខ្ញុំក្រប់ពីវីដេអូហ្នឹងខាងលើវិញខ្ញុំសូមក្រប់ម្ដងទៀតដោយសារវាជាប់ផ្ទាំងខ្មៅចូលឡើង transform យកពាក្យក្រប់ខ្ញុំក្រប់អាខ្មៅលើនេះចេញវិញកុំឲ្យវាឃើញខ្មៅឃើញអត់អញ្ចឹងវីដេអូយើងស្អាតឬយើង play សារមើលផលប៉ះពាល់ធ្ងន់ធ្ងរទាំង7យ៉ាងនៃការប្រើប្រាស់ទូរស័ព្ទដៃជាការពិតណាស់ទូរស័ព្ទដៃពិតជាអាចជួយសម្រួលដល់ការងារមនុស្សយើងបានច្រើនមែនទែនឧទាហរណ៍ខុសអញ្ចឹងយើងកាត់ឲ្យស្អាតមកបន្ទាប់មកយើងអាចដាក់អក្សរដាក់អីបានតាមនឹងដាក់ effect ដាក់អីចឹងទៅហើយវីដេអូនេះយើងអាចដាក់លើក៏បានក្រោមក៏បានតាមការពេញចិត្តរបស់យើងទាញចឹងទៅដាក់លើសមជាងយើងដាក់លើដាក់ក្រោមសមជាងយើងដាក់ក្រោមទៅអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងហើយយើងធ្វើការ save export ចេញទៅធ្វើម៉េចកាត់ឲ្យស្អាតណាមេរៀនលោកគ្រូមានបានបរៀនច្រើនដែរហើយអញ្ចឹងខ្ញុំក៏នៅបង្ហាញជ្រុះត្រួសតាមអីដែលបងចង់បានទេណាហ្នឹងហើយនេះកាត់មកក្រោមបន្តិចកុំឲ្យវាឃើញមុខតំណឃើញប៉ុណ្ណឹងស្អាតទេអូខេអញ្ចឹងសង្ឃឹមថាបងអាចអនុវត្តបានហើយមានពលឺមានអីគ្រប់គ្រាន់មកពលឺវីដេអូឲ្យយើងពលឺប៉ុណ្ណឹងមកបានហើយសលេងឲ្យវាចូលមកដូចខ្ញុំប្រើ microphone ហ្នឹងអញ្ចឹងណាហ្នឹងហើយអូខេមានប៉ុណ្ណឹង